សម្រាប់បងបងដែរក៏រៀបខ្សែអសើស្អាតដែរណាអាចរៀបប្រអប់ដូចខ្ញុំទៅខ្ញុំក៏រៀបអសើស្អាតដែរប៉ុន្តែដោយសារតែយើងរៀបអសើស្អាតហ្នឹងបានយើងចាប់ផ្ដើមដាក់ប្រអប់ទៅអីក្បាលកោខ្វៃមើលទៅឲ្យវាសុវត្ថិភាពជាងមុនហើយមើលទៅស្អាតជាងមុនអញ្ចឹងណាហើយតែទៅមួយប្រអប់នេះយើងគ្រប់ទៅគឺចិត្តអស់ហើយវាស្អាតជាងដល់នេះអីចេះស្ដែងបត់ប្រអប់គួរឲ្យញ៉ៃដូចតែគ្នាហ្នឹងវាគ្មានអីទៅខុសគ្នាទេតែគាត់ថាសម្រាប់បងបងដែលគាត់រៀបណាអាចចាយលុយទៅលើប្រអប់បានតិចទៅប្រអប់នេះមួយដើមដូចជា10000ជាង20000ទេបាទតាមទំហំអញ្ចឹងណាអញ្ចឹងយើងរៀបប្រអប់ឲ្យស្អាតចឹងមករៀបតាមយើងត្រូវការណាតែខ្ញុំដាក់ខ្សែចូលចេះស្អីនៅក្នុងប្រអប់គោវាមិនថាណាដែរបាទហើយនៅខាងមុខនេះក៏ដូចគ្នាដែរបើយើងប្រើកែនរុំវារុំអត់សូវស្អាតអញ្ចឹងយើងដាក់ប្រអប់នេះអត់មានអីច្រើនទេខ្ញុំបិទកាវបាទកាវ502របស់យើងហ្នឹងបិទទៅតាមវ័យយើងត្រូវការបាទប៉ុណ្ណឹងហើយនៅខាងមុខលបែលហើយលបែលទួយនេះដូចគ្នាបើសិនជាបងខ្លាយរត់អីបិទកាវតិចទៅវាជាប់នៅហ្នឹងហើយវាអត់រត់អង្កលអីទេពួកនេះណាបាទហើយខ្ញុំរៀបហើយខ្ញុំដាក់ប្រអប់ហើយគ្របខ្ញុំបង្ហាញដល់បងប្អូនគ្នាទៀតបាទដល់ពេលដែលយើងរៀបរួចរាល់ហើយយើងគ្របយើងកាប់ឲ្យណែនទៅវាប៉ុណ្ណឹងឯងអញ្ចឹងសម្រាប់បងដែលមានទឹកដៃអត់សូវស្អាតក្នុងការពុតខ្សែពុតអីចឹងណាដូចខ្ញុំអីខ្ញុំប្រើប្រអប់ហើយទោះមានបងខ្លះគាត់ថាជាងរៀបស្អាតដោយសារប្រអប់ក៏រៀបទៅព្រោះដោយសារអីខ្ញុំបានប្រអប់នេះយកហើយបើអត់ប្រអប់នេះខ្ញុំរៀបអត់ស្អាតទេអញ្ចឹងគ្រប់ទូរបស់ខ្ញុំគ្រប់កន្លែងអស់គឺខ្ញុំដាក់ប្រអប់ហើយបងអាចមើលបានមានតែប្រអប់ខ្ញុំដាក់ការពារទៅលើខ្សែផងទៅលើសភនភាពផងអញ្ចឹងបើដាក់ប្រអប់ចេះទៅមើលទៅវាគួរសមណាស់ហើយជាមួយអាដូមីណូនេះមួយលបែលមួយអញ្ចឹងទៅបាទនេះនៅខាងមុខខាងក្នុងខ្ញុំបង្ហាញអស់ហើយអត់លាក់ទៅតមួយបងចង់មើលអីអាចគិតថាបើគិតថាស្អាតអីចង់យកគំរូតាមអាចរៀបបានខ្ញុំអានេះទៅមួយ emergency បើជួយសកត់ទៅវាអត់ដែរអានេះបងអត់ដែរទេជាងមើលឡើងវិញមកកាច់ manual manual អូតូវាអត់ដែរណាព្រោះសារអូតូវានៅ slow ចាញ់មកតង់នេះខាងក្នុងអានេះមកងារទៅលើអូតូបាទជាងកាច់ទៅលើ manual ដាក់សារ៉ែនមកស្ដាប់អាទុយលើសារ៉ែនបាទចុចតេស្តមើលនេះយូរថាខ្ញុំស្រែននាទីយូរនេះតែមួយបានលើស្រែនចាំមកពីរទៀតខ្ញុំស្រែឲ្យលឿនតិច